បើតាមការផ្សាយរបស់ព័ត៌មានពី Fabrizio Romano ដែលជាសារព័ត៌មានពិភពបាល់ទាត់ដ៏ជឿជាក់បំផុតនោះគឺថាក្រុមបិសាចក្រហមបាទនៅតែចង់បាននៅកីឡាករReal Madrid គឺកីឡាករវ័យក្មេង Camavinga ដែលជាសញ្ជាតិប្រាំងហើយនៅក្នុងពេលនេះក៏បានធ្វើការពិភាក្សាជាមួយនឹងតំណាងរបស់ Edo Camavinga ផងដែរដើម្បីស្វែងរកដំណោះស្រាយក៏ដូចជាស្ថានភាពរបស់គេបើទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ន Camavinga នៅតែមានបំណងបាទចង់ស្នាក់នៅជាមួយ Real Madrid គឺលេងនៅក្រោមការដឹកនាំបាទចង់លេងក្រោមការដឹកនាំរបស់គ្រូវឹកបច្ចុប្បន្នគឺ Mourinho គេថាស្អី 3 in 1ហ្នឹងឯងហ្នឹងហើយគឺគាត់មិនមានកម្រងចង់ចាក់ចេញពីក្រុមអធិរាជស្ដេចស Real Madrid ទេតែទោះជាយ៉ាងណាក៏ដោយប្រសិនបើ Real Madrid ឬក៏ Mourinho បាទសម្រាប់អនុញ្ញាតឲ្យគេចាក់ចេញនោះគោលដៅរបស់គេតែមួយគត់គឺទៅPremier League ជាគោលដៅដែលមានភាគរយខ្ពស់បំផុតបើសិនជាCamavingaយកព្រមលើការផ្ទេរនេះអញ្ចឹងក្នុងពេលបច្ចុប្បន្ននេះCamavingaតម្លៃខ្លួនគឺមិនទាន់បញ្ចេញទេអាចថាចន្លោះពី68អីហ្នឹង68អីហ្នឹងណា68អីហ្នឹងឯងហើយតម្លៃខ្លួនរបស់Camavingaយ៉ាងតិចណាបើសិនជាMan U ឬក៏ Real Madrid ឬក៏ក្រុមការដឹកនាំរបស់តា Mourinho មិនថាមានផែនការក្នុងការប្រើប្រាស់Camavingaនោះទេអញ្ចឹងមានតែវាយចេញសិនណាឬក៏ឲ្យខ្ចីជើងឬក៏វាយចេញបាទគេថាសម្រាប់ Real Madrid នេះនៅពេលដែលវាយចេញកីឡាករណាមួយគឺអត់លក់ដាច់ទេគឺទុកនៅក្នុង 50% អញ្ចឹងដើម្បីទិញចូលវិញនៅពេលដែលប្រកបអាជីពកន្លែងផ្សេងល្បីឬខ្លាំងអញ្ចឹងទៅគឺអាចទិញចូលវិញបាននេះគឺជាគេហៅថាការដើរទីផ្សាររបស់ Real Madrid របស់តាប៉េរ៉េសដែលជាប្រធានក្លឹបរបស់ Real Madrid ក្នុងពេលបច្ចុប្បន្នណាហើយអ្វីដែលសំខាន់នោះក្នុងពេលនេះគឺមិនទាន់មានតម្រុយណាឲ្យថាច្បាស់លាស់ថានឹងចាក់ចេញទេដោយសារតែខ្លួនគេផ្ទាល់ក៏ចង់នៅ Real Madrid ប៉ុន្តែស្ថិតនៅលើ Real Madrid ហើយនឹងគ្រូបង្វឹកបច្ចុប្បន្ន Mourinho ប៉ុណ្ណឹងឯងដែលថាឲ្យគាត់នៅឬក៏ឲ្យគាត់ចេញប៉ុណ្ណឹងឯង